ឆ្នាំងមកពីវគ្គ2គ្រប់លោកជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅ Channel Riza Channel Riza ឆ្នាំងមកពីវគ្គ2ពុកម៉ែបងប្អូនគ្រួសារថ្មីតបតែបាយចានដល់ឆ្នាំងពីពុកម្ដាយឥឡូវវគ្គ2នេះជៀនពងមានម្ដងពុកម៉ែបងប្អូនពងទាជៀនសម្រាប់ប្តីប្រពន្ធខ្ញុំអត់មិនចេះទៅរើអីទេគ្រួសាររបស់ខ្ញុំអត់ចេះរើទេនៅគ្នា2នាក់គាត់នៅពង2 3គ្រាប់បានដល់បាយធ្វើហូបថ្ងៃខ្លះក៏ហូបពងជៀនទៅថ្ងៃខ្លះក៏ហូបសាច់ជៀនថ្ងៃខ្លះក៏ហូបឆ្ងាញ់ថ្ងៃខ្លះក៏មិនឆ្ងាញ់ជីវិតប្តីប្រពន្ធគឺចឹងឯងបងប្អូនឆ្នាំងមាត់2ក៏នេះវគ្គ2ជៀនពងវិញម្ដងបងប្អូនពងទាជៀនភាសាអង់គ្លេសគេហៅថា omelette eat right omelette breakfast or dinner no dinner អាហារថ្ងៃត្រង់ថ្ងៃត្រង់ឯនេះមានតែពងជៀនទេពងទាជៀនដាក់ខ្លាញ់តិចមកហើយគឺមានខ្លាញ់ល្មមពងទាជៀនហូបបាយពេលថ្ងៃត្រង់មកពេលរួចរាល់មុតទឹកសម្អាតកាយាទៅធ្វើការធម្មតាបងប្អូនជីវិតគ្រួសារជីវិតប្តីប្រពន្ធឆ្នាំងមាត់2បាយចានបាយឆ្នាំងតាមតាឆ្នាំងមាត់2បើពេញផ្សារអ្នកផ្សារថាអត់មានទេឆ្នាំងមាត់2មានតែកំសៀវចឹងនៅក្មេងៗឆោតដែរឆ្នាំងមាត់2អត់ដឹងឆ្នាំងមិនទេចឹងតោះតែសួរចាស់ប្រពន្ធអ្នកម្ដាយគាត់ថានៅគ្នា2នាក់គាត់ចង់ប្រាប់ថាចេះនៅគ្នា2នាក់មិនទិញឆ្នាំងធំពេកទេកូនទិញឆ្នាំងទូចសម្រាប់ហូប2នាក់ទៅបានហើយ2នាក់ប្រពន្ធគ្រួសារអត់ដឹងទៅផ្សារហូបទិញឆ្នាំងមាត់2មិនខំដើរសួរអ្នកផ្សារខំដើរសួរអ្នកលក់មានឆ្នាំងមាត់2អត់អ្នកផ្សារក៏ឆ្លើយថាឆ្នាំងមាត់2អត់មានទេអូនមានតែកំសៀវមាន2អត់ទៅទិញឆ្នាំងប៉ុណ្ណាត្រឡប់មកផ្ទះវិញតតែអ្នកម្ដាយគាត់និយាយតាមត្រង់គាត់និយាយច្បាស់ថាខ្លួនឯងនៅគ្នា2នាក់ខ្លួនឯងទិញតែឆ្នាំងមាត់2បានហើយឆ្នាំងសម្រាប់ហូប2នាក់កុំទិញឆ្នាំងធំពេកហើយមកហូបបាយអីដាំសម្រាប់តែមកហូបកុំឲ្យនៅសល់គឺជាការលិខិតបន្តិចបន្តួចណែនាំមកហើយឆ្នាំងមាត់2ខ្ញុំនិយាយកន្លែងហ្នឹងគឺឆ្នាំងសម្រាប់ដាំបាយធ្វើម្ហូបទៅទូចបានណាយ៉ាងគាត់ក្រានមួយផ្ទះមួយឆ្នាំងមួយវែកមួយគ្រឿងបោស្ករប៊ីចេប៉ុណ្ណឹងបានហើយសម្រាប់ដាំបាយដាំសម្រាប់តែមួយកំប៉ុង2កំប៉ុងបើមួយចានចកើហូប2នាក់ហ្នឹងល្មមកុំឲ្យនៅសល់កុំឲ្យខូចម្ហូបកុំឲ្យសល់បាយកុំឲ្យចោលស្ដាយអញ្ចឹងគាត់រៀបចំឲ្យយើងរិះថាមឲ្យយើងចេះសំណែសន្សំឬក៏សំចៃសម្រាប់ថវិកាដែលរកបានសម្រាប់ចំណូលចំណាយឲ្យយើងចេះសន្សំចៃចេះចាយវាចេះគិតមកក្រោយសម្រាប់ការជួយកាត់យកប្រឡប់សម្រាប់ការប្រើប្រាស់ថវិកាច្រើននៅថៃមុខអញ្ចឹងឲ្យយើងចេះសន្សំរិះថាមគេថាឆ្នាំងមាត់2គឺជាឆ្នាំងដែរតែហូប2នាក់មាត់ទូចអត់មែនមាត់ធំទេឆ្នាំងទូចដាំបាយបានតិចអញ្ចឹងយើងនៅតែគ្នា2នាក់មិនទៅធ្វើអីធំដុំណាទេធំតែថ្ងៃខ្លះពងទាជៀនថ្ងៃខ្លះជ្រូកជៀនតែ3ដុំក៏ហូបចែកដែរបាយដាំខ្លួនឯងក៏មានខ្លួនឯងស្រាប់ទៀតអត់មានអីពិបាកទេអញ្ចឹងឆ្នាំងមាត់2សម្រាប់ពុកម៉ែបងឆ្នាំងមាត់2ដឹងហើយអ្នកតបបែកគ្រួសារថ្មីតបមានគ្រួសារថ្មីអីគួរតែដឹងហើយឆ្នាំងមាត់2ការរៀបចំជីវិតគ្រួសារការរស់នៅការចម្អិនម្ហូបការធ្វើម្ហូបការស្នាក់នៅការធ្វើការដេកចុកស៊ីចាយទៅពុកម៉ែបងសម្រាប់ឆ្នាំងមាត់2ក៏ត្រូវតែមានការត្រូវតែយកច្បាប់ចំណាយសន្សំឬក៏ច្បាប់ហើយថាការចាយវាមានដែនកំណត់សម្រាប់ការប្រើប្រាស់ថវិកាដែលរកបានកុំឲ្យលើសពីចំណាយលើសពីចំណូលកុំឲ្យចំណូលទាបចំណាយច្រើនក៏ដែរពុកម៉ែបងហើយឆ្នាំងមាត់2ឡើយនេះគាត់ខ្ញុំចង់និយាយណែនាំតិចតួចព្រោះខ្ញុំមានជីវិតឆ្នាំងមាត់2ហើយថាវគ្គ2ទៅចុះឆ្នាំងមាត់2វគ្គ2គេណាងើបមកអត់មានអីច្រើនទេមានតែពងទាជៀនអូម៉ាឡេតសម្រាប់ហូបនៅផ្ទះធម្មតាមកបងហើយអូម៉ាឡេតនេះមិនជាច្រើនណាស់ដែរអូម៉ាឡេត3គ្រាប់បាយមួយកូនឆ្នាំងសម្រាប់ហូប2នាក់ល្មមបងម៉ែបងអញ្ចឹងអរគុណច្រើនសម្រាប់ការហូបឆ្នាំងមាត់2ក៏ដែរឆ្នាំងមាត់2ក៏អត់មានអីច្រើនដែរមានតែការជួយប៉ុណ្ណឹងឯងអរគុណម៉ែបងសម្រាប់ការតាមដានទស្សនានិងការ Subscribe និងការឆ្លៃឲ្យចូលចិត្តទៅលើវីដេអូដែលពួកខ្ញុំទាំងពីរបានផលិតឡើងអរគុណច្រើនជម្រាបលាហើយជូនពរឲ្យពុកម៉ែបងប្អូនគ្នារកទទួលទីមិនបានហើយរាល់ការធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយសូមឲ្យបានតែសេចក្តីសុខទាំងផ្លូវទៅនិងផ្លូវមកហើយនឹងសុខចម្រើនកើតមានកាន់តែបងប្អូនជោគជ័យក៏ពេលកិច្ចការងារទូចធំទាំងឡាយទាំងពួងក៏អរគុណច្រើនអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយបងប្អូនអរគុណពុកម៉ែបងប្អូនបាយបាយ
already bye bye bye